សួស្តីទាំងអស់គ្នានេះជាវីដេអូកាលពីថ្ងៃទី13ខែ5ឆ្នាំ2026អញ្ចឹងវីដេអូនេះដល់ឥឡូវជិតមួយអាទិត្យហើយដែលខ្ញុំទៅលេងវៀតណាមនៅកយ៉ូឆ្ងាយពីព្រំដែនមកវត្តប្រហែលជា11គីឡូម៉ែត្រទាំងអស់គ្នានេះនៅក្នុងស្រុករបស់គេរបស់ខេត្តតៃninhតែម្ដងឥឡូវខ្ញុំមកដល់ហាងកាហ្វេមួយកន្លែងដែលឃើញវៀតណាមគេ review មកកាហ្វេហ្នឹងធំទាំងអស់គ្នាស្អាតរបស់គេអញ្ចឹងណាហើយខ្ញុំក៏មកលេងដោយសារថ្ងៃហ្នឹងគឺខ្ញុំមក shopping មួយអ្នកម្ដាយទេទិញអីវ៉ាន់នៅផ្សារទំនើបទៅក៏មកលេងហាងកាហ្វេហ្នឹងតែម្ដងទៅមុនយើងដើរទិញអីវ៉ាន់ណាបងប្អូនគ្នាអញ្ចឹងកាហ្វេគេហ្នឹងដែលខ្ញុំញ៉ាំហ្នឹងគឺមួយកែវតែ20000ដងតែ20000ដងស្មើ3000រៀលលុយខ្មែរហើយគេមានចន់លើមានអីអញ្ចឹងណាបងប្អូនគ្នាគឺថាស្អាតហាងកាហ្វេគេគឺថាទំនើបហ្មងខ្ញុំមកដល់ចន់លើនៅហាងកាហ្វេហ្នឹងក៏ថតវីដេអូយកខ្លះឥឡូវមកដល់កន្លែងដូរលុយក៏ឆ្លៀតថតនៅស្រុកកយ៉ូទាំងអស់គ្នាទីរួមស្រុកកយ៉ូនៅខេត្តតៃninhនឹងឯងតែឆ្ងាយពីបវត្តចិត្តទេហើយឥឡូវខ្ញុំមកចូល shopping នៅ Minigo អញ្ចឹង Minigo ហ្នឹង brand របស់វៀតណាមអញ្ចឹងខ្ញុំមកទិញអីវ៉ាន់នៅកន្លែងហ្នឹងរបស់ញ៉ាំសម្ភារៈប្រើប្រាស់អីចឹងទៅបងប្អូនគ្នាយើងអាចមកទិញនៅផ្សារហ្នឹងបានអញ្ចឹងណាអូវលីម្នាក់មួយម្នាក់ម្ដាយទៅតពី shopping នៅ Minigo នឹងចប់ខ្ញុំមក shopping មួយកន្លែងទៀតគឺនៅក្នុងផ្សារទំនើប Co-op អញ្ចឹងផ្សារទំនើបនោះ brand វៀតណាមដែរអញ្ចឹងខ្ញុំមក shopping ទិញអីវ៉ាន់ទិញអីនៅកន្លែងហ្នឹងម្ដងបងប្អូនគ្នាអញ្ចឹងនៅកយ៉ូហ្នឹងគេមានផ្សារទំនើបប៉ុន្តែអត់ធំដូចនៅទីរួមខេត្តតៃninhឬក៏អត់ធំដូចនៅហូជីមិញទេអញ្ចឹងផ្សារទំនើបគេយ៉ាងតូចដោយសារតាមស្រុកអញ្ចឹងបងប្អូនគ្នាដោយសារតែខ្ញុំមកហ្នឹងទៅព្រឹកមកល្ងាចអីចឹងទៅនេះមានផ្លែឈើមានបន្លែអីចឹងទៅរបស់គេគឺធូរថ្លៃនៅប្រទេសគេគឺថាថោកតែម្ដងអត់ថ្លៃដូចនៅយើងខាងយើងនាំចូលទេអញ្ចឹងតំណែងផ្លែឈើស្អីអញ្ចឹងវាមានចន់លើទៀតផ្សារទំនើបគេតំណងខ្លាំងបន្ទាប់ពីដើរផ្សារទំនើប Co-op នឹងចប់ខ្ញុំមកផឹកសូកូឡាមួយកន្លែងទៀតនៅហាងកាហ្វេដែរគឺកាហ្វេធូធីអញ្ចឹងកាហ្វេហ្នឹងខ្ញុំឃើញយ៉ាងតំណងក៏អូវលីចូលតែម្ដងទៅបន្ទាប់ពី shopping ចប់ចិត្តត្រឡប់មកបវត្តវិញអញ្ចឹងខ្ញុំថ្ងៃហ្នឹងខ្ញុំទៅព្រឹកមកល្ងាចទេដោយសាររវល់ shopping ដើរហាងកាហ្វេអញ្ចឹងណាអត់បានទៅដល់ហូជីមិញទេគឺនៅចិត្តទេជិះប្រហែលជា10នាទី5នាទីមកដល់ហើយបងប្អូនគ្នា